ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូននឹងទេថានៅថ្ងៃទី10ខែកក្កដាខាងមុខនេះវិទ្យាល័យកំរៀងរបស់យើងនឹងរៀបចំនៅព្រឹត្តិការណ៍ទាំងពីរពាស់ដែលមានដាក់បង្ហាញនៅស្នាដៃសិស្សានុសិស្សជាច្រើនហើយឥឡូវនេះខ្ញុំនឹងមកថតសកម្មភាពដែលសិស្សានុក្រុមយើងខ្ញុំកំពុងតែរៀបចំធ្វើប្លង់សាលាដែលដឹកនាំដោយលោកគ្រូសឹងមន្ទិនហើយទៅមើលទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាឥឡូវនេះគាត់កំពុងតែរៀបចំផាត់ពណ៌ត្រាំងបើបោះឥឡូវយើងទៅក្នុងទៀតអ្នកទាំងអស់គ្នាក្រុមការងារយើងមានច្រើនខ្លាំងមែនតើហើយសុទ្ធតែកម្ពុជាមនុស្សទាំងអស់អ្នកទាំងអស់គ្នានេះកម្ពុជាមនុស្សយើងអ្នកទាំងអស់គ្នាថតគាត់អូមានអារម្មណ៍មិនដែរមកធ្វើការងារមួយថ្ងៃហ្នឹងមានអារម្មណ៍ថាសុវ័យហើយហត់ដែរហើយមានទំនាស់អីអត់មានទំនាស់ផ្ទៃក្នុងយ៉ាងខ្លាំងក្លាចាអ្នកទាំងអស់គ្នាទម្រាំកាត់បានស្នាដៃប្រពន្ធនេះឆ្លងកាត់នៅរឿងរ៉ាវឆ្លោះគ្នាជាច្រើនអ្នកទាំងអស់គ្នាឥឡូវនេះយើងមកសួរបងនេះម្ដងចាគាត់ introvert ជាងគេនិយាយមកបងនៅសល់ច្រើនថ្ងៃធ្វើមួយនាំគ្នាសរុបមកធ្វើអាវាជារឿងប៉ិតដល់គ្នាឥឡូវគាត់ញៀនចង់ចូលកាមេរ៉ាខ្លាំងមែនទេសួរមកអូនឈ្មោះគេដែរឈ្មោះអ៊ីស៊ីងអូនជាអ្វីក្នុងការងារហ្នឹងឲ្យបងអូនជួយអ្វីខ្លះជាមនុស្សដែលសំខាន់បំផុតព្រោះតាំងពីថ្ងៃធ្វើមកខ្ញុំធ្វើច្រើនជាងគេហើយដល់គ្នាខ្ញុំឈប់សួរគាត់ហើយតែដល់គ្នាឥឡូវនេះយើងមកមើលយើងធ្វើបានគេខ្លះនេះគឺយើងធ្វើធំខ្លាំងមែនតើអ្នកទាំងអស់គ្នាមើលហើយយើងក៏បានចំណាយថវិកាច្រើនផងដែរអ្នកទាំងអស់គ្នាឥឡូវនេះយើងមកមើលគ្រូយើងវិញលោកគ្រូសម្ភាសមួយលោកគ្រូធ្វើតែនិយាយមួយខ្ញុំសិនបាទជំរាបសួរលោកគ្រូបាទជំរាបសួរគ្រូមានអារម្មណ៍យ៉ាងណាដែរដែលថាសល់មុនមួយថ្ងៃឲ្យបានមកធ្វើមានអារម្មណ៍ថាអត់តាន់តែខំថ្ងៃនេះធ្វើមិនឲ្យតាន់អស់លុយអ្នកទាំងអស់គ្នាគាត់សើសប្បាយចិត្តទេដោយសារយើងស៊ីលុយគាត់ច្រើនខ្លាំងបាទខ្ញុំនិយាយម្ដងអ្នកទាំងអស់គ្នាលើគាត់និយាយខ្ញុំហត់ឥឡូវនឹងសួរពីណាគេទេអត់អ្នកសួរ